សួស្តីបងប្អូនតោះយើងមកមើលពីរបៀបចាប់ជើងសំណាញ់ជើងច្រវាក់សំណាញ់កាឡា6ហ៊ុននេះសំណាញ់យើងចាក់ដៃបងប្អូនកាឡា6ហ៊ុនខ្ញុំប្រើជើងច្រវាក់លេខ12ខ្ញុំដាក់6ក្នុងបងប្អូនដាក់6ក្នុងសូមបញ្ជាក់បងប្អូនពេលយើងចាប់ជើងសំណាញ់ច្រវាក់យើងកាត់បងប្អូនយើងកាត់ឲ្យ1ម៉ែត្រ1.1ម៉ែត្រកន្លះអីទៅយើងការពារកុំឲ្យរមួលបើយើងអត់កាត់ទេយើងចាក់ទាំងវែងឧទាហរណ៍ទៅជើងយើង5 6គីឡូអញ្ចឹងយើងចាក់ទាំងវែងអញ្ចឹងវាលមូលបងយើងពេលយើងចាប់ចងមកវាលមូលហើយយើងកាត់កណាត់មកស្រួលកុំឲ្យលមូលបងប្អូនហើយចាក់ដូចតែមុនដំបូងដែរដូចតែវីដេអូមុនដែរបងប្អូននេះហើយកលាខាងលើយើងវាត់អំបោះទៅឆ្វេងមកហើយយើងសុកពីក្រោមហើយយើងពុះចំកដាលហើយយើងរឹតបងប្អូនហើយសំខាន់យើងវើសឲ្យស្មើបងប្អូនយើងវើសកលាយើងវើសឲ្យស្មើយើងវើសឲ្យស្មើមកដល់ពេលយើងចាក់ទៅវាស្មើគ្នាស្អាតយើងចាក់បើយើងអត់គួចស្លាប់ក៏បានដែរបងប្អូនតែកាន់តែវារត់យើងគួចស្លាប់នេះយើងចេះហើយយើងចងច្រវាក់ជាប់ហើយបោះទៅឆ្វេងហើយយើងគួចស្លាប់មកជឿនយើងគួចស្លាប់កុំឲ្យវារត់ណាចេះមកហើយយើងវើសមានបងវើសឲ្យស្មើចាំមកហើយយើងបោះទៅឆ្វេងសូកពីក្រោមហើយនឹងសូកចំកដាលយើងរាប់ធ្វើម៉េចបាន6ក្នុងហើយយើងប្រយ័ត្នខ្លាចលមូលបងប្អូនកុំឲ្យលមូលច្រវាក់ហើយពេលយើងគួចនឹងច្រវាក់យើងគួចធ្វើម៉េចកុំឲ្យចំមុខតំណកុំឲ្យចំមុខតំណច្រវាក់ស្នាញ់យើងពេលចំវាអាចនឹងរបូតនឹងអាចស៊ីខ្សែយូរទៅដាច់ស្នាញ់នេះច្រវាក់អំបោះលេខ3បងប្អូនតែពេលយើងចងជើងយើងប្រើអំបោះលេខ4យើងប្រើអំបោះលេខ4ឲ្យវាធំជាងអំបោះយើងបន្តិចធំជាង1លេខព្រោះអាក្រោមហ្នឹងវាពេលយើងអូសទៅវាកូតនឹងដីវាអូសនឹងដីវាអាចងាយដាច់នេះយើងដាក់អំបោះលេខ4ឲ្យរឿងធំបន្តិចការពារកុំឲ្យដាច់មិនងាយដាច់ពេលយើងចាប់យើងសំខាន់គឺយើងកុំឲ្យអាតំណឲ្យកន្លែងយើងគួចនឹងច្រវាក់ហ្នឹងកុំឲ្យវាជិតមុខតំណច្រវាក់បងប្អូនតែយើងបែងឲ្យចំពាក់កដាលឲ្យចំខុសពាក់កដាលពីអាមុខតំណច្រវាក់យើងការពារកុំឲ្យវារបូតឬមួយក៏វាចូលអាកន្លែងមុខតំណនោះវាអាចនឹងស៊ីខ្សែដាច់ហើយនឹងរបូតងាយបងប្អូនអត់មានอะไรពិបាកទេនេះយើងគិតថាចាក់ដូចតែពីមុនដែរចុះរៀងមកហើយយើងគួចចឹងមកអ្នកយើងវាស់ស្អាតឃើញស្អាតបងប្អូននេះកលាពេលយើងវាស់អញ្ចឹងកលាស្អាតបើយើងចង់ដាក់5ក្នុងក៏បានដែរបងប្អូនបើសិនតែយើងថយយើងចាក់ចង់បានរៀងស្រាលបន្តិចទេយើងដាក់5ក្នុងទៅតែបើធម្មតាខ្ញុំចាក់តែអំបោះច្រវាក់លេខ12ខ្ញុំចាក់ចោល6ក្នុងតែបើច្រវាក់លេខ11វារៀងធំជាងបន្តិចច្រវាក់លេខ11រៀងធំលេខ11យើងដាក់5ក្នុងក៏បានព្រោះច្រវាក់នឹងធំបើយើងដាក់ដូច6ក្នុងដូចច្រវាក់លេខ12វាធ្ងន់វារៀងធ្ងន់តែបងប្អូនចង់បានធ្ងន់យើងដាក់6ក្នុងដូចគ្នាទៅអានេះសំណាញ់នេះកាឡា6ហ៊ុនខ្ញុំចាក់ទុកប្រើបងត្រីរ៉ស់បងត្រីរ៉ស់
យើងចាក់ដៃតែចាក់ដៃយូរដែរបងប្អូនចាក់ចោល2ខែហ្នឹងបានតែ10ហាន់យូរដែរយើងចាក់ទុកបងតែរោះពេលខែស្រកខែទឹកស្រកបញ្ជាក់បងប្អូនម្ដងទៀតពេលយើងចាក់ជើងគឺយើងចេះកាត់ច្រវាក់យើងកាត់ជាកណាត់ទៅយើងប្រាប់កាត់1ម៉ែត្រទៅ1ម៉ែត្រជាងទៅងាយស្រួលពេលយើងចាក់វាអត់រមូលពេលយើងអត់កាត់វារមូលទៅវាធ្វើឲ្យយូរពិបាកយើងរុះពិបាកយើងនេះវាយូរតែយើងកាត់កណាត់ទៅដល់ពេលដល់មុខតំណយើងតទៅតកាប់យើងមាន2មកយើងច្បាច់វាទៅធ្វើម៉េចយើងច្បាច់ឲ្យចិត្តនោះឲ្យចិត្តមុខតំណកុំឲ្យពេលយើងបង់ទៅវាចូលជើងវាចូលអំបោះខាងនោះវាជពាក់អីទៅយើងបង់អត់បែកហើយយើងមើលតាមហ្នឹងទៅបើសិនតែជើងយើងកន្លែងតាណាមានហើបតែកាប់យើងកឹបវាកឹបគ្នាទៅស្រួលកុំឲ្យវាចូលសាច់ស្នាញ់ទៅវាទាក់វាលមូលទៅយើងបង់ទៅអត់បែកហើយយើងចងដូចតែមុនបងប្អូននេះចងដូចតែមុនសំខាន់យើងវាស់ឲ្យស្មើមកពេលយើងចាក់រួចកាឡាស្នាញ់យើងស្អាតអានេះខ្ញុំចងវយងបងប្អូនសាញ់ចងវយងបើបងប្អូនចង់អត់ចងក៏បានដែរយើងបង់ឬថាអីបង់ត្រៀបអត់ចងវយងក៏បានតែយើងអត់ចងវយងយើងស្រួលលើសសារ៉ាំតែបើយើងចងវយងវារៀងពិបាកលើសសារ៉ាំបន្តិចតែវយងវាមានប្រយោជន៍ពេលត្រីរត់យើងបង់ភ្លាមយើងអត់ទាន់ជឿនជើងជុំអាចត្រីរត់ចំទៅវាបោកប៉ះវយងវាថយក្រោយវិញតែបើយើងអត់ចងពេលខ្លះវារត់ទៅអាចចេញរួចហើយចងវយងបើសិនតែយើងបង់យើងខ្ជិលជឿនជើងអីយើងអាចអូសមកបានជួនកាលត្រីខ្លះចូលវយងដែរតែកាលណាយើងពិបាកតែលើសនេះតិចសារ៉ាំតែបើអត់ចងវយងបងស្រួលជាងបងបានឆ្ងាយជាងទៀតបើយើងចងវយងវាបងអត់សូវបានឆ្ងាយដូចអត់វយងទេបើយើងអត់វយងយើងបងបានឆ្ងាយជាងហើយលឿនជាងទៀតយើងលើសសារ៉ាំត្រីបានលឿនជាងទៀតហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងបងប្អូនជួយ like ជួយ share ហើយជួយshare ផងហើយជួយចុច subscribe បានវីដេអូថ្មីទៀតបងប្អូនហើយបងប្អូនអរគុណបងប្អូនដែលបានតាមដានវីដេអូពីដើមដល់ចប់ជួបគ្នាវីដេអូក្រោយបាយបាយ